ទីបំផុតទេវតាដាក់ទោសហើយប្រជាជនថៃកំពុងតែមានការភ័យស្លន់ស្លោខ្លាំងមែនទែនក្រោយក្រុងបុរាណដ៏ល្បីជាងគេហើយក៏ជាកន្លែងដែលថតរឿងការ៉ាកេតបើតាមការវិភាគហ្នឹងគឺអាចនឹងត្រូវជន់លិចតែម្ដងបាទមិនលើសពី2ទៅ3ថ្ងៃទៀតនោះទេយើងដឹងថានៅក្នុងឆ្នាំ2025នេះប្រទេសថៃហាក់ទទួលរងនូវគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរខ្លាំងណាស់ជាពិសេសគឺនៅខេត្តអយុធ្យាជាខេត្តបេះដូងនៃវប្បធម៌របស់ប្រទេសថៃតែម្ដងគឺកំពុងតែត្រូវបានទឹកទន្លេចៅប្រយ៉ាពន្លិចបាត់ឈឹងតែមកស្ទើរតែគ្រប់ស្រុកទៅហើយជាស្រ័យមហាជនថៃនៅតាមបណ្ដាញសង្គមកំពុងតែមានការបារម្ភយ៉ាងខ្លាំងចំពោះវត្តជ័យវឌ្ឍនារាមដែលជាវត្តបុរាណដ៏ល្បីប្រចាំនៅទីក្រុងដ៏ចំណាស់ដែលស្ថិតនៅឃុំបានប៉មស្រុកស្រីអយុធ្យាខេត្តអយុធ្យាតែម្ដងវត្តនេះកំពុងតែប្រឈមយ៉ាងខ្លាំងចំពោះទឹកជំនន់ដែលហូរចេញពីទន្លេចៅប្រយ៉ាវត្តមួយនេះស្ថិតនៅជាប់ដងទន្លេចៅប្រយ៉ាផ្ទាល់តែម្ដងក្នុងនោះបើសិនជាអាជ្ញាធរមិនបានរៀបចំជញ្ជាំងការពារទឹកនោះទេម្លេះថ្មនេះវត្តជ័យវឌ្ឍនារាមកំពុងតែនៅក្នុងទឹកភក់បាត់ទៅហើយយ៉ាងណាមិញបើទោះបីជាមានការការពារយ៉ាងណាក៏ដោយគេឃើញថាកម្ពស់ទឹកនៅក្នុងទន្លេចៅប្រយ៉ានៅតែបន្តកើនឡើងយ៉ាងកំហុសគឺស្ទើរតែផុតជញ្ជាំងការពារទឹកទៅហើយក្នុងនោះមហាជនជាច្រើនកាន់តែបារម្ភនិងអំពាវនាវឲ្យអាជ្ញាធរចុះទៅអន្តរាគមន៍ឲ្យបានដិតដល់ព្រោះវត្តនេះគឺជាទីតាំងដ៏សំខាន់មួយរបស់ប្រទេសថៃជាពិសេសគឺជាកន្លែងធ្លាប់ថតរឿងបុពេសន្តិវិបាទដល់ល្បីនៅពេលកន្លងមកហើយរឿងការ៉ាកេតក៏ថតនៅហ្នឹងដែរណាបាទអញ្ចឹងមិនដឹងថាអាជ្ញាធរថៃទប់ឈ្នះឬក៏មិនឈ្នះទេបើសិនជាអាជ្ញាធរថៃអត់មានផែនការនៅក្នុងការទប់ទេម្លេះវត្តនេះត្រូវបានលិចបាត់ទៅហើយក៏ប៉ុន្តែបងប្អូនហ្នឹងឯងគឺទប់តែសារតែទប់ចេះទប់ធន់ណាកុំអីហ្នឹងគឺស្បៃបាត់ទៅហើយពាក់ព័ន្ធទៅនឹងស្ថានភាពនៅប្រទេសថៃមានកន្លែងខ្លះក៏បាក់ទំនប់កន្លែងខ្លះក៏ទប់តន់ហើយកន្លែងខ្លះក៏ទប់មិនតន់ក៏លិចបាត់ទៅអញ្ចឹងទន្លេចៅប្រយ៉ាមកទល់នឹងពេលនេះមិនទាន់បានស្ងប់ស្ងាត់ទេបានន័យថាទឹកគឺនៅតែបន្តនៅក្នុងការកើនឡើងបាទអញ្ចឹងយើងមិនដឹងថាតើទីក្រុងបាងកកប្រទេសថៃឬក៏បាទកន្លែងសំខាន់នៅឯជាប់នឹងទន្លេចៅប្រយ៉ាណាបាទដែលទប់ឈ្នះឬក៏មិនឈ្នះទេ